គ្នាលេងត្រុតទាំងចិត្តបរិសុទ្ធណាជារោអំខ្មែរឆាឆារាឆាជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយទៀតហើយវីដេអូនេះខ្ញុំចង់និយាយពីសកម្មភាពរយៈពេល3ថ្ងៃខ្ញុំទៅណាខ្លះអញ្ចឹងណាហើយអ្នកគ្នាកុំភ្លេចតាមដានវីដេអូនេះឲ្យបានដល់ចប់ផងចង់ដឹងថារយៈពេល3ថ្ងៃចូលឆ្នាំនេះខ្ញុំធ្វើអីខ្លះខ្ញុំពិតជាអរគុណអ្នកគ្នាខ្លាំងមែនទែនរាល់វីដេអូខ្ញុំចេញអ្នកគ្នាតែងតែចុច like និងcontrol វីដេអូខ្ញុំចំណេញហើយខ្ញុំពិតជាអរគុណអ្នកគ្នាមែនទែនរាល់វីដេអូខ្ញុំចេញអ្នកគ្នាតែងតែ control វីដេអូខ្ញុំអញ្ចឹងខ្ញុំមិនមានពាក្យអីច្រើនទេមានតែពាក្យអរគុណយោហើយសម្រាប់អ្នកដែលតែបានចុច follow ខ្ញុំចុច follow ខ្ញុំម្នាក់មួយទៅចុចប៉ក់ទៅដូចជាការស្រេចហើយឥឡូវយើងមកនិយាយពីវីដេអូរបស់យើងវិញគឺថាខ្ញុំទៅលេងនៅច្រកលៀងអញ្ចឹងណាគឺថាសប្បាយយកហើយត្រឡប់មកដល់តែវិញគឺថាខ្ញុំរវល់ជាមួយនឹងថ្ងៃទៀតបាទប្រតិកម្មជាមួយនឹងថ្ងៃទៀតហើយខ្ញុំអត់សុខពេកខ្ញុំដាក់មីក្រូសេចទៅថ្ងៃហ្មងស្អីគេបាទឆ្កែចូលលូឯងចូលលូមែនថ្ងៃក្តៅណាអូយបានហើយតែខ្ញុំបានសើចដាក់ថ្ងៃហើយល្ងាចតិចខ្ញុំក៏ទៅលេងនៅខេត្តអីចឹងណាទៅលេងនៅតំបន់ត្រជាក់សប្បាយកប់ស្រីយកតែមកបងតដាជួបបងនេះគេប៉ាត់ធម្មតាគិតមកដាក់ផ្លាច់ចូលពេញមាត់មកនឹងតាខ្ញុំស្រុតតែម្សៅត្រជាក់បន្តិចអាកន្លែងម្សៅចូលមាត់ហ្នឹងខ្ញុំមិនម្សៅថៃខ្ញុំមិនឲ្យប៉ាត់ពើមកឲ្យប៉ាត់មកណាគេប៉ាត់ម្សៅថៃទៅមកទៀតហ្នឹងដល់ពេលខ្ញុំទៅក្លុកឲ្យបាទចាក់ DJ ចាក់យកហ្មងក្លុកយកហើយវីដេអូយើងមកដល់ថ្ងៃទី3នេះគឺជាថ្ងៃចុងក្រោយហើយគេថាថ្ងៃទី2ខ្ញុំបានទៅដេកផ្ទះធម្មតាហើយនៅខាងខេត្តកំពង់ឆ្នាំងនេះដែរគេមានរៀបចំល្បែងប្រជាប្រិយខ្មែរជាច្រើនហើយក៏មានរៀបចំនៅរបាំត្រុដិនិងរបាំជាច្រើនទៀតឥឡូវហ្នឹងខ្ញុំកំពុងតែមកចង់ថតរបាំត្រុដិនឹងខ្លាំងមែនតើក៏ប៉ុន្តែមិនបានទៅថតអីគឺថាថតបានតែដៃនេស័រហើយនឹងសត្វខ្លាហ្នឹងគឺថាសត្វដៃនេស័រសត្វខ្លាគឺហោះពេញម៉ែបតែម្ដងបាទchẳng ai trong lòng ông sẽ thiên mời na điên na ហើយមកដល់នេះគឺថាអំបាច់មនុស្សនិយាយថាមនុស្សច្រើនយកទៅមែនតែនហ្មងណាច្រើនយកមកបើមនុស្សវិញគឺថាពេញផ្លូវហ្មងហើយអ្វីដែលទៅទឹងរងចាំនោះគឺក្លុកទីក្រុងយក។
អូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេក៏សូមអរគុណអ្នកគ្នាដែលតាមដានវីដេអូនេះរហូតដល់ចប់សូមអរគុណ